ឱកាសសិក្សាភាសាចិនតាមអនឡាញដោយកថ្មីជាមួយនឹងសមាគមសហគ្រិនខ្មែរកម្ពុជាជំរាបសួរពុកម៉ែបងប្អូនអរគ្នាក៏ដូចជាសិក្សានុសិស្សដែលកំពុងតែសិក្សាភាសាចិនជាមួយនឹងសមាគមសហគ្រិនខ្មែរកម្ពុជានេះជាវីដេអូណែនាំពីរបៀបសិក្សាថ្នាក់អនឡាញភាសាចិនដោយកថ្មីជាមួយនឹងសមាគមសហគ្រិនខ្មែរកម្ពុជាក្នុងកម្មវិធីសិក្សារបស់យើងគឺមាន4វគ្គដែលវគ្គទី1គឺយើងសិក្សាទៅលើសភៅ Kholahanui ហើយវគ្គទី2គឺយើងសិក្សាទៅលើសភៅសន្ទនា Beron Clear យើងរៀនទាំងពាក្យនិងរៀនទាំង Clear សន្ទនាតែម្ដងហើយក្នុងវគ្គទី3គឺយើងសិក្សាទៅលើសភៅ ASK យើងសិក្សាពីកម្រិត1រហូតដល់កម្រិត6ហើយវគ្គទី4គឺយើងសិក្សាទៅលើសភៅកម្រងពាក្យនិង Clear សន្ទនាពិសេស6168ពាក្យក្នុងនោះយើងមានបកប្រែជា3ភាសាមានទាំងភាសាចិនភាសាខ្មែរនិងភាសាអង់គ្លេសតោះឥឡូវយើងទៅមើលវីដេអូណែនាំពីរបៀបសិក្សារបស់យើងទាំងអស់គ្នាអូខេបងប្អូនអរគ្នានេះជាក្រុមសិក្សារបស់យើងមានជាបែងចែកជា3ក្រុមយើងមានក្រុមមេរៀនក្រុមជជែកហើយនិងក្រុមកិច្ចការផ្ទះហើយចំពោះអានេះគឺជាវគ្គសិក្សារបស់យើងដោយដែលខ្ញុំបានរៀបរាប់ខាងមុខចឹងយើងមាន4វគ្គទី1យើងសិក្សាទៅលើសភៅ Kholahanui នេះវគ្គKholahanui ហើយទី2គឺយើងសិក្សាទៅលើសភៅ Beron Clear ទី3គឺយើងសិក្សាទៅលើសភៅ ASK និងទី4យើងសិក្សាទៅលើសភៅ6168ពាក្យអញ្ចឹងខ្ញុំអាចឧទាហរណ៍ឲ្យបងប្អូនមើលមួយហើយគ្រប់ផ្សេងៗទៀតសុទ្ធតែដូចគ្នាទេអញ្ចឹងបងប្អូនអាចមើលតាមនឹងបានហើយអញ្ចឹងពេលដែលបងប្អូនបានចុះឈ្មោះហើយបងប្អូននឹងឃើញគ្រប់ទាំង3នេះអញ្ចឹងបងប្អូនអាចចូលមើលគ្រប់មួយទៅនេះជា channel មេរៀនអញ្ចឹងបងប្អូនអាចចូលមើលមេរៀនមកយើងមានជា playlist អូខេយើងមានជា playlist មេរៀនរបស់យើងអញ្ចឹងបងប្អូនចូលមើលមកមេរៀនទី1អូខេអញ្ចឹងបងប្អូនចូលមើលមេរៀនហើយយើងមានមេរៀនហើយយើងមានសភៅពុំសភៅមេរៀនសភៅហាត់ហ្នឹងយើងធ្វើកិច្ចការផ្ទះយើងមានវីដេអូកិច្ចការផ្ទះអញ្ចឹងបងប្អូនធ្វើតាមលោកគ្រូណែនាំនឹងមកហើយផ្ញើមកឲ្យខាងសាលាមកនេះពេលដែលយើងធ្វើកិច្ចការផ្ទះហើយយើងផ្ញើចូលនៅក្នុងក្រុមនេះតមកគឺគ្រប់ជជែកអញ្ចឹងពេលដែលបងប្អូនចង់អនុវត្តចង់ចែករំលែកតទៅនឹងចំណេះដឹងភាសាចិនបងប្អូនអាចឆាតលេងនៅក្នុងក្រុមនេះបានអញ្ចឹងក្នុងការរៀនភាសាចិនរបស់យើងគឺមានតែប៉ុណ្្នឹងគឺយើងមានគ្រប់3ក្រុមយើងមានគ្រប់សម្រាប់មើលមេរៀនគ្រប់សម្រាប់ជជែកហើយគ្រប់សម្រាប់យើងធ្វើកិច្ចការផ្ទះញ៉ាំឲ្យខាងសាលាអញ្ចឹងសម្រាប់បងប្អូនដែលបានចុះឈ្មោះតាមវគ្គនីមួយៗយើងមានគ្រប់3ផ្នែកនឹងដូចគ្នាអញ្ចឹងគ្រប់មួយសម្រាប់មើលមេរៀនគ្រប់មួយទៀតសម្រាប់ធ្វើលំហាត់កិច្ចការផ្ទះហើយគ្រប់មួយទៀតសម្រាប់យើងជជែកកម្សាន្តអញ្ចឹងបងប្អូនអាចអនុវត្តតាមនឹងបាន